បើសិនជាយើងប្រឡងធ្លាក់យើងបាក់ទឹកចិត្តតែយើងគួរធ្វើមិនទេបងធ្លាប់លើកនៅក្នុង content លើកណាទេអ្នកដែលបងស្គាល់គាត់ចង់រៀនពេទ្យនឹងតែម្ដងហើយគាត់ប្រឹងខ្លាំងមែនតើចុងក្រោយគាត់ធ្លាក់បាក់ទឹកចិត្តឈប់ទៅរៀនកន្លែងហ្នឹងបងក៏មានរឿងដែលអាចចែករំលែកបានដោយសារបងមានក្មួយ2នាក់កាលពីឆ្នាំ2014ពួកគាត់បានប្រឡងធ្លាក់បាក់ឌុបទាំង2នាក់ហ្មងមានក្មួយម្នាក់ប្រឡងហើយគាត់ក៏មកធ្វើការ part time នៅភ្នំពេញដើម្បីត្រៀមប្រឡងចូលមហាវិទ្យាល័យប៉ុន្តែពេលហ្នឹងធ្លាក់បងក៏ឲ្យគាត់ត្រឡប់ទៅរៀនបាក់ឌុបឡើងវិញដោយសារគាត់ឪពុកម្ដាយគាត់និងគាត់ដូចថាជឿជាក់លើបងអញ្ចឹងពេលបងឲ្យគាត់ត្រឡប់ទៅផ្ទះវិញគាត់ត្រឡប់គាត់ឈប់ធ្វើការគាត់ទៅរៀនឡើងវិញហើយគាត់ប្រឹងគាត់យកការធ្លាក់របស់គាត់ជាបទពិសោធន៍បាទអញ្ចឹងគាត់ប្រឹងអ្វីដែលគាត់ខ្វះខាតគាត់ប្រឹងគាត់ក៏ប្រឡងជាប់មានក្មួយម្នាក់ទៀតធ្លាក់ឆ្នាំ2014នឹងដូចគ្នាប៉ុន្តែគាត់ជ្រើសរើសបោះបង់ចោលការសិក្សាហើយពេលហ្នឹងគាត់មកភ្នំពេញពួកគាត់សិតជាអ្នកនៅខេត្តទាំងអស់ណាគាត់ជ្រើសរើសមកនៅភ្នំពេញហើយគាត់បានប្រាប់ម៉ាក់ប៉ាគាត់ថាគាត់ឈប់ទៅរៀនហើយគាត់ចង់ទៅធ្វើការអីរៀនផ្នែកសាឡនផាត់មុខផាត់អីអញ្ចឹងណានៅទីនេះបងមិននិយាយថាការងារហ្នឹងជាការងារគ្មានតម្លៃទេអាជីពអីក៏មានតម្លៃក៏អាចចិញ្ចឹមជីវិតយើងបានដែរប៉ុន្តែនៅពេលដែលយើងមានឱកាសរៀនណាយើងគួរតែបន្តការរៀនរបស់យើងសិនអញ្ចឹងឥឡូវសម្រាប់គាត់វិញបងក៏ឲ្យគាត់មកនិយាយគ្នាបងក៏ណែនាំគាត់ហើយក៏ទេទៅឪពុកម្ដាយគាត់ព្រោះឪពុកម្ដាយភាគច្រើនគាត់តាមចិត្តកូនឬក៏ពេលខ្លះយើងថាកូនសម័យឥឡូវមិនសូវស្ដាប់ឪពុកម្ដាយយើងនិយាយភាសាខ្លីទៅវិញចាស់បាទចាសម័យឥឡូវក្មេងអត់សូវស្ដាប់ឪពុកម្ដាយទេអញ្ចឹងក្នុងនាមជាមីងបងប្រើប្រាស់បទពិសោធន៍របស់បងទៅណែនាំគាត់វិញអញ្ចឹងគាត់ស្ដាប់បងគាត់ក៏បានត្រឡប់ទៅរៀនវិញចាហើយគាត់ក៏ប្រឡងជាប់បាក់ឌុបតែពីអ្នកដែលធ្លាក់ហ្នឹងក៏បានចូលរៀនមហាវិទ្យាល័យបញ្ញាបត្រ Finance and Banking ដូចគ្នាហើយមកដល់បច្ចុប្បន្ននេះគាត់មានអាជីពការងារមួយដ៏ល្អប្រាក់ខែគាត់សមរម្យគាត់អាចចិញ្ចឹមខ្លួនឯងចិញ្ចឹមពុកដែរចិញ្ចឹមគ្រួសារគាត់បានបើសិនជាកូនបាក់ទឹកចិត្តទី1កូនក្មួយដែលជាបុគ្គលខ្លួនឯងត្រូវតាំងចិត្តឲ្យក្លាហានយកការធ្លាក់ជាបទពិសោធន៍ដើម្បីពង្រឹងខ្លួនធ្វើឲ្យប្រឡងជាប់នៅឆ្នាំក្រោយទី2ជាឪពុកម្ដាយយើងដឹងហើយថាយើងត្រូវស្ដាប់កូនខ្លះមិនខុសទេយើងត្រូវស្ដាប់កូនប៉ុន្តែបងនៅតែលើកឡើងថាកូននិងម្ដាយឪពុកត្រូវតែចែកគ្នានិងប្រើបទពិសោធន៍ដើម្បីជួយគ្នាទៅវិញទៅមកអញ្ចឹងក្នុងនាមជាឪពុកម្ដាយត្រូវលើកទឹកចិត្តកូនហើយមើលឲ្យបានវែងឆ្ងាយជាងកូនក្នុងឪពុកម្ដាយដែលមិនមានលទ្ធភាពរកអ្នកដែលយើងគិតថាមានឥទ្ធិពលក្នុងគ្រួសារអាចជួយចែកជាមួយកូនបានអញ្ចឹងក៏អាចជួយកូនយើងបានដែរអញ្ចឹងក្នុងពេលដែលកូនកំពុងបាក់ទឹកចិត្តឪពុកម្ដាយញាតិមិត្តជំនាញខ្លួនត្រូវជួយលើកទឹកចិត្តពួកគាត់ហើយបើអ្នកបងចង់លើកទឹកចិត្តមែនតើគឺមិត្តភ័ក្តិនឹងតែម្ដងណាអូនដឹងហីថាក្មេងៗនៅរៀនវិទ្យាល័យអ្នកដែលមានឥទ្ធិពលលើគាត់មិនមែនឪពុកម្ដាយញាតិមិត្តទេគឺជាមិត្តភ័ក្តិរបស់គាត់ត្រូវទេអូនបាទហើយអ្វីដែលសំខាន់ពេលដែលមិត្តភ័ក្តិគាត់ជាប់គាត់ធ្លាក់ហ្នឹងគឺបាក់ទឹកចិត្តខ្លាំងមែនតើអញ្ចឹងបើសិនជាមិត្តភ័ក្តិដែលជាមិត្តភ័ក្តិល្អគួរតែមកជួយលើកទឹកចិត្តមិត្តភ័ក្តិដែលគាត់ធ្លាក់នេះដើម្បីឲ្យគាត់អាចងើបឡើងឈរឡើងនិងចាប់ផ្ដើមបន្តការសិក្សារបស់គាត់បន្តទៀតជាចំណុចខ្លាំងមែនតើចំណុចគេហៅcall point ចំណុចពិសេសចំណុចដែលត្រូវតែមើលឲ្យបានឲ្យល្អិតអន់អត់អាចរំលងបានទេព្រោះអនាគតគាត់នៅកន្លែងហ្នឹងហើយអត់មានបាក់ឌុបអត់មានមហាវិទ្យាល័យទេ